chưa thắt bỏ con trên giấy chỉ miễn số có đôi chỉ số sẽ từ bóng bầu từ ngọc ní chụp kia chỉ mới được nhiều bạnในក្នុង video ថ្មីថ្ងៃនេះយើងនឹងមកនិយាយអំពីការសឹកមិនប្រក្រតីរបស់សម្បកកង់ហើយថាតើការសឹកនឹងវាកំពុងតែចង់ប្រាប់យើងអំពីរឿងអ្វីដែរអញ្ចឹងការសឹករបស់សម្បកកង់មានច្រើនប្រភេទច្រើនសន្តានអញ្ចឹងការឆ្លើយតបត្រឡប់មកវិញក៏វាខុសគ្នាដូចគ្នាឧទាហរណ៍ថាបើសិនជាបងប្អូនសង្កេតឃើញថាសម្បកកង់របស់បងប្អូនមានការសឹកនៅសងខាងសឹកទាំងសងខាងឬមួយក៏សឹកនៅចំប្រឡោះកដាលបានន័យថាការប្រើប្រាស់សម្ពាធខ្យល់របស់បងប្អូនមិនបានត្រឹមត្រូវនោះទេហើយការសឹកទាំងសងខាងបានន័យថាយើងប្រើខ្យល់ធូរពេកហើយសម្រាប់ការសឹកនៅចំប្រឡោះកដាលបានន័យថាយើងប្រើសម្ពាធខ្យល់តឹងខ្លាំងពេកអញ្ចឹងបងប្អូនគួរតែប្រើប្រាស់ជាមួយនឹងសម្ពាធខ្យល់ទៅតាមការណែនាំរបស់រថយន្តដែលបានបិទនៅខាងចំហៀងខាងឆ្វេងខាងតកង់បងប្អូនអាចទៅរកមើលបានហើយប្រសិនបើជាសម្បកកង់របស់បងប្អូនមានសឹកដោយកន្លែងបានន័យថាម្ដុំខាងឆ្វេងម្ដុំខាងស្ដាំឬក៏លោតទៅកណ្ដាលលោតចុះលោតឡើងបានន័យថាសម្បកកង់របស់បងប្អូនបោលហើយបានន័យថាបងប្អូនមិនបានធ្វើការថ្លឹងសំណឲ្យបានត្រឹមត្រូវទេអញ្ចឹងដំណោះស្រាយបងប្អូនគួរតែទៅធ្វើការថ្លឹងសំណឬក៏ធ្វើការ balancing ឡើងវិញដើម្បីកុំឲ្យមានការសឹកបែបនេះមួយវិញទៀតប្រសិនបើបងប្អូនសង្កេតឃើញថាសម្បកកង់របស់បងប្អូនមានការសឹកខាងឆ្វេងឬមកខាងស្ដាំបានន័យថាមួយខាងទេណាបងប្អូនអាចមកខាងឆ្វេងឬមកក៏មកខាងស្ដាំអញ្ចឹងបានន័យថាកង់របស់បងប្អូនរត់មិនត្រង់គ្នាហើយឬមួយក៏អាចនិយាយថាវាអត់មាន alignment អញ្ចឹងដំណោះស្រាយបងប្អូនគួរតែទៅយានដ្ឋានដែលមានចំណេះជំនាញត្រឹមត្រូវធ្វើការតម្រង់កង់ឬមួយក៏គេហៅថា alignment នឹងឡើងវិញដើម្បីឲ្យកង់របស់យើងរត់ទៅត្រង់គ្នាមិនមានការសឹកបែបនេះប្រសិនបើសម្បកកង់របស់បងប្អូនទាំងអស់គ្នាមានការសឹកខុសពីប្រមាណចំណុចដែលខ្ញុំរៀបរាប់ខាងលើមិញបានន័យថាប្រព័ន្ធគ្រឿងក្រោមរបស់រថយន្តបងប្អូនកំពុងតែមានបញ្ហាហើយបញ្ញាព្រោះរាន់ឡើងយករថយន្តទៅធ្វើការ check ជាមួយនឹងប្រព័ន្ធគ្រឿងក្រោមដើម្បីកុំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះបន្ថែមទៀតហើយជាចុងក្រោយសម្រាប់បងប្អូនដែលមានបំណងចង់ផ្លាស់ប្ដូរឬក៏ជាវជាមួយនឹងសម្បកកង់ Mark Michelin បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលបានបង្ហាញលើអេក្រង់ឬក៏ Facebook page Verpre Trading ឬក៏បងប្អូនអាចរកជាវបានគ្រប់បណ្ដាដេប៉ូទាំងអស់នៅទូទាំងប្រទេសកម្ពុជាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ Michelin, Motion for Life.